ในขนมថ្ងៃនេះសូមចែករំលែកនៅវីដេអូចំណេះដឹងខ្លីមួយទាក់ទងនឹងការសម្គាល់មនុស្សនៅពេលដែលយើងជួបភ្លាមអំពីចំណុចសំខាន់ឲ្យយើងដឹងថាតើមនុស្សនឹងល្អឬក៏អាក្រក់ជាធម្មតាការប្រស្រ័យការរាប់អានគ្នាយើងតែងតែជួបនៅក្នុងស្ថានភាព2ស្ថានភាពទី1យើងមានពេលវេលាគ្រប់គ្រាន់ដើម្បីស្វែងយល់ដើម្បីសិក្សាពីបុគ្គលម្នាក់នឹងស្ថានភាពទី2គឺតម្រូវឲ្យយើងមានចំណេះដឹងនៅក្នុងការស្វែងយល់ពីមនុស្សនឹងភ្លាមថាតើមនុស្សនឹងល្អឬក៏មិនល្អអញ្ចឹងនៅក្នុងថ្ងៃនេះខ្ញុំកណាអាត្មានឹងលើកយកនៅវិធីសាស្ត្រ2យ៉ាងសំខាន់ដែលអាចឲ្យយើងដឹងថាតើមនុស្សនឹងល្អឬក៏អាក្រក់ទី1គឺយើងមើលទៅលើបុគ្គលិកលក្ខណៈខាងក្រៅបើតាមពាក្យខ្មែរយើងគេថាកុំវាយតម្លៃមនុស្សត្រឹមតែសម្បកក្រៅអាហ្នឹងជាពាក្យទូទៅដែលយើងធ្លាប់ស្ដាប់តគ្នាមកប៉ុន្តែនៅក្នុងទីនេះយើងមិនបានវិនិច្ឆ័យសើទេយើងមើលស៊ីជម្រៅមើលតាំងពីចុងជើងរហូតដល់ចុងសក់យើងនិយាយខ្លីជាធម្មតាបើមនុស្សដែលល្អគឺមិនមែនល្អតែក្នុងទេទាំងពីការរៀបចំខ្លួនរបស់គាត់ខាងក្រៅហើយយើងអាចសង្កេតយើងអាចសម្គាល់បានទាំងពីសក់ទាំងពីមុខមាត់ទាំងពីការស្លៀកពាក់ទាំងពីការរៀបចំតុបតែងខ្លួនហ្នឹងក៏យើងអាចសម្គាល់បានខ្លះដែរមួយទៀតគឺយើងអាចមើលតាមកាយវិការនៅក្នុងបុគ្គលិកលក្ខណៈខាងក្រៅដែរកាយវិការរបស់មនុស្សក៏អាចបង្ហាញបានដែរតាមរយៈទឹកមុខតាមរយៈភ្នែកការដើរការអង្គុយអីរបស់គាត់ហ្នឹងអាកាយវិការរបស់គាត់ហ្នឹងក៏បង្ហាញថាមនុស្សហ្នឹងជាប្រភេទមនុស្សដែលនៅក្នុងចម្ពោះមនុស្សល្អឬក៏អាក្រក់ដែរយើងអាចសម្គាល់បានដែរហ្នឹងហើយអាហ្នឹងចំណុចទី1ចំណុចទី2គឺតាមរយៈពាក្យសម្ដីពាក្យស្លោកបុរាណយើងគេថាសម្ដីជាឯកលេខជាតោអញ្ចឹងពាក្យសម្ដីហ្នឹងក៏យើងអាចសម្គាល់មនុស្សហ្នឹងបានដែរថាតើមនុស្សហ្នឹងល្អឬក៏អាក្រក់ជាទូទៅប្រសិនបើមនុស្សហ្នឹងជាមនុស្សល្អការនិយាយគឺនិយាយភាគច្រើនគឺជាពាក្យល្អអ្នកទាំងអស់គ្នាចាំថាមិនមែនមានន័យថាពាក្យពីរោះទេពាក្យពីរោះក៏មិនប្រកាសថាជាពាក្យល្អដែរពាក្យល្អហ្នឹងមានន័យថាជាពាក្យពេចន៍ដែលនិយាយទៅផ្ដល់នៅប្រយោជន៍ផ្ដល់នៅចំណេះដឹងអាហ្នឹងហៅថាពាក្យល្អដោយឡែកមនុស្សដែលមិនល្អវិញដោយច្រើនហ្នឹងគឺការនិយាយហ្នឹងគឺពោពេញទៅដោយពាក្យពេចន៍ណាមួយចាក់ដោតធ្វើឲ្យអ្នកដទៃឈឺចាប់ឬក៏និយាយពាក្យណាមួយដែលនាំឲ្យក្តៅក្រហាយហើយយើងឧទាហរណ៍ថាលើកឡើងហ្នឹងពាក្យណាមួយដែលនិយាយពីដើមអ្នកនេះដើមអ្នកនោះនិយាយរឿងមិនល្អពីអ្នកនេះនិយាយរឿងមិនល្អពីអ្នកនោះនិយាយពាក្យណាមួយអាក្រក់ទៅដែលនាំឲ្យយើងនឹងមានអារម្មណ៍អត់ល្អនាំឲ្យយើងនឹងក្តៅក្រហាយជាដើមអញ្ចឹងយើងអាចសង្កេតតិចអញ្ចឹងព្រោះភ្លាមយើងមិនអាចស្គាល់បាន 100% ទេតែយើងអាចកំណត់បានច្រើនថាមនុស្សហ្នឹងល្អមិនល្អតាមរយៈ2ចំណុចសំខាន់ហ្នឹងគឺទី1តាមរយៈអិរិយាបថខាងក្រៅកាយវិការខាងក្រៅទី2គឺតាមរយៈពាក្យសម្ដីដែលគាត់និយាយអញ្ចឹងថ្ងៃនេះមានប៉ុណ្ណឹងសង្ឃឹមថាវីដេអូនេះនឹងផ្ដល់នៅប្រយោជន៍ជាច្រើនដល់អ្នកទាំងអស់គ្នាដែលកំពុងតែមើលសូមអរគុណ